មានមួយឯងតែដូចមានអារម្មណ៍ថាអត់តន់ស្កប់ឯងចង់ថែមម៉ាស៊ីនមួយទៀតព្រោះឥឡូវធ្វើអត់តន់ដោយសារមួយរយៈនេះគឺថាម៉ូយគាត់ខាងក្រៅប្រទេសគាត់ច្រើនចាគាត់យកច្រើនគីឡូអញ្ចឹងក្នុងបងអូយធ្ងន់មែនតើសំខាន់ភ្ញៀវគាត់បានប្រើហើយគាត់ប្រាប់តគ្នាថាឲ្យមកជួយទិញមកដោយសារគ្រឿងខាងយើងស្អាតអត់ចាំបាច់ធ្វើខ្លួនឯងហត់អញ្ចឹងណានិយាយទៅពិតជាអរគុណមែនតើសម្រាប់ការស្រឡាញ់ចូលចិត្តពីបងទាំងអស់គ្នាឥឡូវចូលមកនិយាយរឿងស្លឹកកិនវិញបងអើយនិយាយពីថាធ្វើភ្លាមហាន់ភ្លាមកិនភ្លាមណាឲ្យតែយើងធ្វើតន់ភ្លាមគឺថាសម្បុរគេស្អាតចឹងបងចាសម្រាប់គ្រឿងស្លឹកនេះបងចង់ស្លតែឆ្ងាញ់មានល្មៀតមានខ្ជាយបងដាំដាក់បន្ថែមសម្រាប់គ្រឿងស្លឹកនេះអាចលុបល្មៀតជាមួយនឹងខ្ជាយជាពិសេសខ្ជាយអាចដាក់ចូលបានទេបើកាលណាយើងដាក់ចូលទុកអត់បានយូរទេបានតែសម្រាប់យើងប្រើភ្លាមសួរនៅពេលដែលយើងយកទៅចម្អិនយើងបន្ថែមពីលើគឺបង្កើនក្លិនឈ្ងុយវិញការងារក៏ច្រើនឆ្លៀតទៅខួបកំណើតក្មួយរត់ទៅមកប្រូចមកវិញបងអើយមានបានផ្លាស់កៅអៅទេគឺមកជ្រាវលហុងសិនអត់ហ៊ានទុកចោលទេបន្ទាប់ពីជ្រាវហើយបានរត់ទៅផ្លាស់ប្ដូរកៅអៅហ្នឹងមកចាវម៉ាំលហុងព្រោះលហុងរបស់យើងវាមិនតាន់ទុនល្អអញ្ចឹងណាចាអញ្ចឹងគ្រាន់តែយើងជ្រាវទៅអាសាជ្រាវអញ្ចឹងណាបើនិយាយពីមុខថាមកអង្គុយចាវម៉ាំលហុងនេះគឺថាល្វើយងុយគេងមែនតែនណាប៉ុន្តែត្រូវតែធ្វើការងារទៅរួចសំណាងដែលបានលាងសក្រីរួចពីរៀងក្បាលល្ងាចបើសិនជារៀងចូលម៉ោងយប់វិញគឺថាចប់ហើយការងារម៉ោង2:11ទៀតហើយពេលចង់ voice over ម្ដងតតែយប់កណ្ដាលអាធិបដែរហ្នឹងឯងខ្ញុំហើយបើនិយាយពីថា voice ពេលថ្ងៃវិញលើតែសំឡេងបុកគ្រឿងឯងពុងប៉ាំងនឹងរាល់ថ្ងៃតែម្ដងហើយមួយរយៈនេះគឺថាអវ៉ាន់ប្រភេទថង់បឺតខ្យល់នេះគឺចិញ្ច្រានខ្លាំងមែនតើបងមិនថាគ្រឿងស្លឹកមិនថាគ្រឿងគល់មិនថាគ្រឿងការីទេបងគាត់ឲ្យដាក់បែបនេះងាយស្រួលក្នុងការដាក់វ៉ាលីយកទៅវិញកញ្ចប់គ្រឿងគល់នេះគឺមួយកញ្ចប់1គីឡូសម្រាប់គ្រឿងស្លឹកគឺកន្លះគីឡូអ្នកលក់នេះធ្វើជូនតាមតម្រូវការនិយាយទៅមានភ្ញៀវគាត់ចង់បានប្រភេទកែវក៏បានចង់បានជាប្រភេទកញ្ចប់ក៏បាននៅពេលដែលអវ៉ាន់ចេញច្រើនគឺប្រើម៉ាស៊ីនបឺតខ្យល់ម្ដងពីរហើយមួយរយៈនេះដោយសារខ្ញុំចេញវីដេអូយឺតពេលខ្លះអត់បានចេញហ្នឹងបងហើយវារវល់ដៃធ្វើតែម្ដងអត់មានពេលថតណាហើយនេះគឺជាប្រភេទដាក់កែវនិយាយរួមទៅគ្រឿងស្លឹកហ្នឹងគឺអត់មានស្តុកនៅសល់អីទេគឺស្តុកដាក់ទៅអស់ជូនភ្ញៀវតែម្ដងសម្រាប់គ្រឿងស្លឹកមានតែមួយរយៈនេះទៀតទេតែបន្តិចទៀតហ្នឹងគឺលែងមានហើយតែដល់រដូវក្តៅហ្នឹងគឺថាដើមក្រហមអស់យើងអត់មានស្លឹកសម្រាប់លក់ទៀតទេភ្ញៀវដែលគាត់ធ្លាប់ទិញខ្ញុំពីមុនគាត់ដឹងហើយដល់រដូវសម្បូរស្លឹកបានយើងធ្វើតែអត់ស្លឹកគឺយើងអត់ធ្វើតែម្ដងបើនិយាយពីម៉ាំលហុងវិញគឺមួយរយៈនេះបានតែសម្បូរប៉ុណ្ណឹងឯងដោយសារអ្នកលក់នេះបេះជាប់សូលអស់លហុងសការលេងចូលដល់វគ្គលហុងសកាលពីមុនពូគាត់សល់លហុងលក់ទុំរហូតប៉ុន្តែឥឡូវរកតែលហុងសកាលក់ឲ្យខ្ញុំអត់បានបុកម្ដេងបុកដល់ញ័រក្បាលអស់ហើយ